ស្ដីពុកម៉ែបងប្អូនអរគុណបាទមកទៀតហើយថ្ងៃនេះខ្ញុំបានមកហូបថ្មីមកមុខទៀតហើយមកហូបនេះគឺជាថាក្រៅតាច់ទាហើយបើបងប្អូនចង់ដឹងថាខ្ញុំធ្វើដោយវិធីណាតោះទៅតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាបាទតោះយើងទៅមើលវិធីធ្វើម្ដងមុនដំបូងយើងត្រូវមានលក្រេមានរំដេងមានម្ទេសមានលខ្ទឹមមានមើមខ្ទឹមសហើយតាច់ទារបស់យើងនៅបានច្រាំរួចបន្ទាប់ពីយើងមានគ្រឿងទាំងអស់នេះហើយយើងធ្វើការយកឆ្នាំងមួយមកហើយយើងធ្វើការដាក់ឆ្នាំងឲ្យក្តៅបន្ទាប់ពីឆ្នាំងយើងចាប់ផ្ដើមក្តៅហើយយើងចាប់ផ្ដើមយកសាច់ទារបស់យើងចាក់ចូលបងប្អូនមិនបាច់ចាំដាក់ខ្លាញ់ទេព្រោះសាច់ទាវាចេញទឹកមកអញ្ចឹងយើងធ្វើការងាស់សាច់ទាយើងឲ្យវាឆ្អិនមកល្មមសិនមកហើយសាច់ទាយើងពេលដែលសាច់ទាយើងឆ្អិនល្មមហើយយើងចាប់ផ្ដើមដួសយកទៅដាក់ម្លាយសិនបងប្អូនអរគុណបាទបន្ទាប់ពីយើងដួសសាច់ទាយើងដាក់ម្លាយហើយយើងធ្វើការលីងគ្រឿងម្ដងហើយទឹកនេះបងប្អូនចង់ចាក់ចោលក៏បានអត់ក៏បានប៉ុន្តែបើយើងចាក់ចោលទៅធ្វើឲ្យសាច់ទាយើងវាអស់ជាតិខ្លាញ់បន្ទាប់ពីយើងចាក់ទឹកចេញពីខ្ទះហើយយើងធ្វើការយកខ្ទឹមហើយម្ទេសរបស់យើងយកមកលីងឲ្យវាឡើងឈ្ងុយបងប្អូនអរគុណបាទយើងធ្វើការលីងវាបន្តិចមកហើយក៏ខ្ញុំបានបន្ថែមសណ្តែកដីបន្តិចតែព្រោះឆាក្តៅក៏វាត្រូវការសណ្តែកដីតែអញ្ចឹងណាដល់ពេលយើងលីងសណ្តែកដីលីងម្ទេសយើងខ្ទឹមយើងហើយយើងធ្វើការយកគុលក្រៃនិងរំដេងរបស់យើងយកមកលីងឲ្យវាចូលគ្នាតែម្ដងពុកម៉ែបងប្អូនអរគុណបាទពេលដែលយើងលីងឈ្ងុយហើយយើងធ្វើការយកតាច់ទារបស់យើងយកមកចាក់ចូលបន្ទាប់ពីយើងចាក់តាច់ទារបស់យើងចូលគ្រឿងយើងហើយយើងធ្វើការសំគ្រឿងម្ដងមុនដំបូងយើងធ្វើការដាក់អំបិលដាក់ប៊ីចេងហើយនិងកសច្រើនបន្តិចទៅពុកម៉ែបងប្អូនអរគុណបាទដោយសារតែយើងឆាក្តៅអញ្ចឹងយើងធ្វើការមានជាតិផ្អែមខ្លះហើយយើងចាប់ផ្ដើមច្របល់គ្រឿងយើងចូលគ្នាមកបន្ទាប់ពីយើងច្របល់គ្រឿងចូលគ្នាហើយយើងធ្វើការយកក្របឆ្នាំងមកក្របបន្ទាប់ពីយើងក្របឆ្នាំងល្ងាស់វាបានមកទទួលមកហើយវាចាប់ផ្ដើមតាច់យើងចាប់ផ្ដើមផុយពុកម៉ែបងប្អូនអរគុណបាទយើងធ្វើការយកស្លឹកខ្ទឹមហើយខ្ញុំឆាក្តៅយើងត្រូវការម្រះព្រៅប៉ុន្តែបើយើងអត់មានម្រះព្រៅយើងអាចដាក់ស្លឹកខ្ទឹមក៏បានដែរពុកម៉ែបងប្អូនអរគុណបាទព្រោះតែនៅកូរ៉េគឺពិបាកនឹងរកម្រះព្រៅណាស់ព្រោះតែទៅអាស៊ានម៉ាក់អញ្ចឹងហើយយើងអាចយកស្លឹកខ្ទឹមយកមកដាក់ជំនួសហើយឥឡូវម្ហូបយើងចាប់ផ្ដើមឆ្អិនហើយពុកម៉ែបងប្អូនអរគុណបាទបន្ទាប់ពីម្ហូបយើងចាប់ផ្ដើមឆ្អិនហើយយើងធ្វើការយកមកហាន់បន្លែម្ដងយើងធ្វើការហាន់បន្លែដូចជាសសក់មានដូចជាទ្រាប់ហើយមានការ៉ុតមានគីនេះហើយមានសាឡាត់ហើយម្ហូបរបស់យើងធ្វើការដួសដាក់មកពេលដែលយើងដួសម្ហូបយើងដាក់ចានហើយម្ហូបយើងចាប់ផ្ដើមចេញសម្រស់ហើយពុកម៉ែបងប្អូនអរគុណបាទម្ហូបមួយនេះគឺញ៉ាំបាយក៏បានក្លែមក៏បានដែរពុកម៉ែបងប្អូនអរគុណបាទមើលទៅតំណងញ៉ាំទេហើយវីដេអូខ្ញុំឆាក្តៅសាច់ទាឥឡូវក៏បានមកដល់ទីបញ្ចប់ហើយពុកម៉ែបងប្អូនអរគុណបាទអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយៗទៀត